ទេសចិនបន្តបង្ហាញសមត្ថភាពយោធារបស់ខ្លួនតាមរយៈការធ្វើសមយុទ្ធថ្មីៗរបស់កងទ័ពរំដោះប្រជាជនចិនដោយប្រើយន្តហោះទម្លាក់គ្រាប់បែក A6K ដោយបំពាក់មីស៊ីលប្រឆាំងនាវា YJ-12 ដែលមានល្បឿនលឿនជាងសំឡេងការបង្ហាញនេះត្រូវបានគេចាត់ទុកថាជាការបញ្ជាក់ពីការបន្តពង្រឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់កងទ័ពរបស់ចិននិងបង្កើនឥទ្ធិពលយោធានៅតំបន់ Indo-Pacific ខាងលិចចំណែកឯយន្តហោះ H6K គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលត្រូវបានគេអភិវឌ្ឍពី A6 ជំនាន់មុនប៉ុន្តែវាត្រូវបានធ្វើទំនើបកម្មយ៉ាងខ្លាំងវាអាចហោះហើរបានចម្ងាយឆ្ងាយជាងមុនទុកមីស៊ីលបានច្រើននិងអាចប្រតិបត្តិការនៅក្រៅដែនអាកាសរបស់សត្រូវការបំពាក់មីស៊ីល YJ-12 ធ្វើឲ្យ H6K ក្លាយជាវេទិកាវាយប្រហារសំខាន់មួយសម្រាប់បេសកកម្មប្រឆាំងនាវាចម្បាំងនិងគោលដៅនៅសមុទ្រចំណែកឯមីស៊ីល YJ-12 ត្រូវបានគេស្គាល់ថាជាមីស៊ីលប្រឆាំងនឹងនាវាដែលមានល្បឿនលឿនជាងសំឡេងវាអាចហោះហើរក្នុងល្បឿនខ្ពស់និងបំលាស់ប្ដូរទិសដៅនៅដំណាក់កាលចុងក្រោយដើម្បីបង្កើនភាពពិបាកក្នុងការស្ទាក់ចាប់វាចំណែកឯអ្នកវិភាគយោធាជាច្រើនយល់ឃើញថាអាវុធប្រភេទនេះត្រូវបានគេរចនាឡើងដើម្បីបង្កការគំរាមកំហែងដល់នាវាចម្បាំងធំៗរួមទាំងក្រុមនាវាបន្ទប់ចង្កោះផងដែរចំណែកឯសមយុទ្ធយោធារបស់ចិនកើតឡើងក្នុងពេលដែលមានការប្រកួតប្រជែងផ្នែកយោធានិងសន្តិសុខនៅតំបន់ប៉ាស៊ីហ្វិកខាងលិចកំពុងកើនឡើងនៅតំបន់នេះមានសារៈសំខាន់ខ្លាំងទាំងពាណិជ្ជកម្មនិងយុទ្ធសាស្ត្រហើយក៏ជាទីតាំងដែលមានអវត្តមានយោធារបស់ប្រទេសជាច្រើនរួមមានសហរដ្ឋអាមេរិកនិងជប៉ុនបន្តដែរចំណែកឯការបង្ហាញសមត្ថភាពរបស់ A6K និង YJ-12 គឺជាសារមួយដែលចិនបានបង្ហាញថាខ្លួនមានសមត្ថភាពការពារផលប្រយោជន៍នៅសមុទ្រនិងអាចឆ្លើយតបទៅនឹងការគំរាមកំហែងពីចម្ងាយប្រសិនបើមានវិបត្តិនេះកើតឡើង